គូស្វាមីភរិយាទេពព្រឹក្សនិងជីដេវីតក៏ទោសថៃចំពោះការប្រមាថសាសនានិងទេវរូបតំណាងអំណាចនៃចក្រវាឡបន្ទាប់ពីកងទ័ពថៃឈ្លានពាននិងបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកក៏ទោសថៃជាខ្លាំងក្នុងនោះផងដែរគូស្វាមីភរិយាតារាចម្រៀងលោកជីដេវីតនិងទេពព្រឹក្សបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ថៃលើវិស័យសាសនាតារាចម្រៀងរ៉េបជីដេវីតនិងទេពព្រឹក្សបានរៀបរាប់ថាក្នុងនាមខ្ញុំនិងភរិយាជាអ្នកដែលបានគោរពប្រតិបត្តិចំពោះសាសនាព្រមទាំងការគោរពអនលំទោនប្រកាន់ខ្ជាប់នៅការគោរពលទ្ធិទេវរាជនិងត្រីមូលទេសូមប្រកាន់ទោសដល់ពុជអម្បូរថៃដែលជាអម្បូរនៃឃាតករសាសនាការប្រមាថចំពោះទេវរូបដែលតំណាងឲ្យអំណាចនៃចក្រវាឡទោសនេះនឹងធ្លាយធ្លាក់ជាភ្លើងធ្លាក់ចំកណ្ដាលដួងកែវបិសាចនៃអបូរតុមិលយ៉ាងប្រកបជាមិនខានដោយអំណាចនៃស្ដេចអាថានបុព្វបុរសនិងកំណត់ជោគវាសនាជនទាំងនោះឲ្យជាប់នៅក្នុងវាលដែលដុតរង្គាលដោយភ្លើងសូមឲ្យសម្លេងឧទ្ទិដ្ឋាននៃសាវកទូទាំងទ្វីបដែលបានដង្ហើយសូមដល់ទ្រង់សូមឲ្យមានអនុភាពគំតិចពុយសាសដែលបានគំតិចនៅរូបសំណាកដែលបានប្រតិស្ថានទុកជាទីគោរពប្រតិបត្តិដ៏ខ្ពង់ខ្ពស់បំផុតមិនត្រឹមតែគូស្វាមីភរិយាលោកជីដេវីតនិងទេពព្រឹក្សប៉ុណ្ណោះទេដែលចេញមុខថ្កោលទោសចំពោះទង្វើអាក្រក់របស់ថៃសូម្បីតែមហាជនទាំងក្នុងនិងក្រៅប្រទេសបានសម្ដែងនៅការសោកស្ដាយនិងទុក្ខទោសការវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងទឹកដីប្រទេសកម្ពុជាផងដែរគូបញ្ជាក់ផងដែរថាបន្ទាប់ពីកងទ័ពថៃបានឈ្លានពាននិងវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងជាក់ស្ដែងក្រសួងធម្មការនិងសាសនាស្នើដល់សាសនិកទូទាំងពិភពលោកនិងសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពទូមិលសាសនារបស់កងទ័ពឈ្លានពានថៃដែលបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាក្រសួងធម្មការនិងសាសនាចេញញាណថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពនៃប្រជាណាចក្រកម្ពុជា